ទី3ធ្វើសេចក្តីស្មោះត្រង់នឹងស្វាមីរបស់យើងដូចគ្នាជីវិតរបស់គូស្រករនឹងឲ្យជារឿងធំទោះបីមានទ្រព្យសម្បត្តិយសស័ក្តិប៉ុណ្ណាក៏ដោយតែទាំងពីរនាក់នេះងាករេចិត្តពីគ្នាសុភមង្គលឆេះអស់រលំអស់ឲ្យកើតអពមង្គលដល់អ្នកទាំងពីរនេះឯងតែប្រពន្ធនេះណាក៏សុខចិត្តឲ្យយើងទៅរកប្រពន្ធថែមទៀតមិនដឹងសូមនមស្ការចំពោះព្រះចិនស្រីដ៏បរិសុទ្ធដែលផ្ដល់នៅសេចក្តីបរិសុទ្ធដល់ជនមិនបរិសុទ្ធទាំងឡាយផងចំពោះព្រះធម៌ផងចំពោះព្រះសង្ឃផងដោយសិរសាគឺត្បូងអស់កាលមិនដាច់ព្រមរតនីធ្វើទេសនាមិញអាត្មាឮទៅសំឡេងមិនដឹងជាថាម៉េចអាត្មាខ្មែរដល់ព្រមមកពោលសុទ្ធតែបល័យទាំងអស់អត់ដឹងថាអីទេប្រហែលគ្នានឹងយកសឡៃទៅផ្លុំឲ្យកបីស្ដាប់កបីឮសូរសំឡេងសឡៃមិនដឹងជាសំឡេងសឡៃនឹងបាត់ដំណើរក្នុងដំណើរក្រៅអត់ដឹងទេសម្រាប់អាត្មាបើព្រមពូលជាភាសាខ្មែរស្ដាប់បានដល់បល័យមិនដឹងថាម៉េចទេគាត់តែឮអែគាត់តែបរោះក្លិនសាមមិនដឹងថាម៉េចទេសូមចម្រើនពរញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់មានឯកឧត្តមឧត្តមសេនីយ៍ឯកសែនឆែមសត្យានិងលោកជំទាវលេងស៊ីណាព្រមទាំងបុត្រនិងញោមញាតិពុទ្ធបរិស័ទជាបាសកបាសិកាទាយៈទាយិកាពុទ្ធមាមិកជនគ្រប់រូបទាំងអស់ដែលបានអញ្ជើញមកពីរាជធានីភ្នំពេញដូចឃើញមានមកពីអូស្ត្រាលីហ្នឹងម្នាក់ពីរនាក់ផង3នាក់ប៉ុន្តែអត់ស្គាល់ទេស្មានតែអ្នកភ្នំពេញទាំងអស់តែគ្នាហ្នឹងថ្ងៃនេះជាថ្ងៃមួយដែលប្រកបដោយនក្ខត្តរិកល្អជាមង្គលល្អជាពេលភ្លឺស្វាងល្អជាពេលនៃអរុណរះល្អជាគណៈល្អជាយាមល្អសម្រាប់វត្តរាជបូរនិងព្រះសង្ឃគណៈកម្មការបាសកបាសិកាវត្តរាជបូរគ្រប់រូបទាំងអស់បានធ្វើបដិសន្ធារៈទទួលរយៈចំពោះញោមញាតិពុទ្ធបរិស័ទទាំងឡាយគ្រប់រូបទាំងអស់មានឯកឧត្តមឧត្តមសេនីយ៍ឯកឆែមសត្យានិងលោកជំទាវលេងស៊ីណាព្រមទាំងអ្នកម្ដាយផងអត់ភ្លេចអ្នកម្ដាយអ្នកម៉ែណាម៉ែក៏ម៉ាក់ក៏បានអញ្ជើញមកកាន់វត្តរាជបូរនេះថ្ងៃនេះគឺមានកម្មវិធីមួយពិសេសកម្មវិធីហ្នឹងគឺជាកម្មវិធីខួបគម្រប់អាពាហ៍ពិពាហ៍គម្រប់14ឆ្នាំរបស់ឯកឧត្តមនិងលោកជំទាវបងដែលបានចាប់ដៃគ្នាជាគូស្រករហ្នឹងអស់ថេរវិលៈរយៈកាល14ឆ្នាំហើយក្នុងថ្ងៃនេះសម្រាប់ញោមញាតិពុទ្ធបរិស័ទដែលអញ្ជើញមកនេះអាត្មាភាពដែលជាប្រធានសង្ឃក្នុងវត្តរាជបូរនេះមានបៃតិសោមនស្សរំភើបរីករាយចំពោះវត្តមានរបស់ឯកឧត្តមលោកជំទាវញោមញាតិពុទ្ធបរិស័ទគ្រប់គ្នាទាំងអស់
មានបៃតិសមនៈរីរាយរំភើបសប្បាយនេះដោយសារឃើញតែទាំងអស់គ្នាដែលអញ្ជើញមកនេះមានសម្លៀកបំពាក់ជាវប្បធម៌របស់ជាតិគឺបានតុបតែងរាងកាយចូលមកប្រពៃកម្មវិធីបុណ្យនឹងជាលក្ខណៈរបស់ខ្មែរមើលទៅមានស្លៀកសំពត់ក្បិនពត់ក្បិននឹងជាប្រពៃណីរបស់ជាតិប៉ុន្តែនៅបាត់បង់អស់លីងទៅហើយតែក្នុងឱកាសនេះក៏ឃើញញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់នឹងបានស្ដារបានស្រង់ឡើងយកមកវិញនៅសម្លៀកបំពាក់ដែលជាប្រពៃណីវប្បធម៌របស់ជាតិហ្នឹងនឹងប្រពៃណីវប្បធម៌នឹងឯងដែលត្រូវថែរក្សាកុំឲ្យបាត់បង់ឲ្យសោះសម្រាប់ជាតិមួយនៅលើសាកលលោកនេះមានអក្សរសាស្ត្រភាសាគ្រឿងសម្លៀកបំពាក់តុបតែងអលង្ការរាងកាយជាដើមមានសិល្បៈដូនតន្ត្រីជាប្រពៃណីរបស់ជាតិអាហ្នឹងគេហៅថាអលង្ការរបស់ជាតិគ្រឿងអលង្ការលម្អរបស់ជាតិណាកាលណាបាត់បង់អក្សរសាស្ត្រភាសាសម្លៀកបំពាក់គ្រឿងសិល្បៈដូនតន្ត្រីអីសពបែបសយ៉ាងដែលជាវប្បធម៌របស់ជាតិបានតែជាតិនឹងអាក្រាតហើយទុកដូចជាស្រាតអស់ព្រោះវាអស់គ្រឿងអលង្ការបានថ្ងៃនេះពោគួរឲ្យកោតឲ្យសរសើរណាស់សម្រាប់ញោមញាតិពុទ្ធបរិស័ទដែលអញ្ជើញមកប្រារព្ធកម្មវិធីគឺសម្លៀកបំពាក់គឺឯកភាពមើលទៅឯកភាពដូចជាប្រសង់ដែរណាមើលប្រសង់មានត្រៃចីវរឲ្យដូចគ្នាទាំងអស់វាឯកភាពវិសំលើកអំពីប្រសង់មកជំរាបជូនញោមញាតិស្បង់ចីវររបស់ព្រះសង្ឃនេះអស់រយៈកាលជាង 2000 ឆ្នាំហើយអត់មានកែអត់មានប្រែទេមិនពីសម័យពុទ្ធមកមានត្រៃចីវរផ្សេងដល់មកបច្ចុប្បន្នមានលក្ខណៈផ្សេងអត់មានទេនៅដូចគ្នាទាំងអស់ថាយ៉ាងម៉េចបានមានស្ថិរភាពល្អម្ល៉េះជាង 2000 ឆ្នាំហើយថាដែលមានត្រៃចីវរនៅគង់វង្សស្ថិរភាពនេះអស់រយៈកាល 2500 ឆ្នាំព្រមមានព្រះវិន័យជាគោលព្រះអង្គទ្រង់បានសម្ដែងអនុញ្ញាតនិងបញ្ញត្តិនៅត្រៃចីវរនេះមានបែបបត់ត្រឹមត្រូវមានគោលគឺព្រះវិន័យគឺគោរពបដិបត្តិតាមព្រះវិន័យអាស្រ័យនេះបានជាត្រៃចីវរព្រះសង្ឃនៅតែដែលជាង 2000 ឆ្នាំហើយសូមធ្វើសេចក្តីបញ្ជាក់កុំឲ្យញោមញាតិឆ្ងល់ពីសម័យពុទ្ធគេប្រើស្បង់ចីវរយ៉ាងម៉េចបច្ចុប្បន្នយ៉ាងម៉េចថាដូចតែគ្នាទេព្រោះមានវិន័យជាគោលជាច្បាប់ត្រូវអនុវត្តរីឯសម្រាប់ញោមញាតិពុទ្ធបរិស័ទយើងនេះអត់បានមានវិន័យមានច្បាប់អីបញ្ញត្តិច្បាស់លាស់ទេទៅតាមតែសេចក្តីពេញចិត្តរីករាយរបស់ចិត្តរៀងខ្លួនដូចចំណូលចំណង់របស់ញោមញាតិសប្តាហ៍ថ្ងៃនេះសម្លៀកបំពាក់ទទួលយកពីវប្បធម៌របស់អឺរ៉ុបអស់ទាំងអស់ម្ល៉េះហើយវាលុបបំបត្តិប្រពៃណីវប្បធម៌របស់ជាតិអស់រលីងអត់មានសល់អីទេតែថ្ងៃនេះជាថ្ងៃដែលល្អប្រសើរបំផុតជោគជ័យដែលញោមញាតិបានស្ដារសម្លៀកបំពាក់វប្បធម៌របស់ជាតិមកសម្ដែងឲ្យឃើញទាំងអស់គ្នាបើញោមញាតិពុទ្ធបរិស័ទនៅតែបដិបត្តិនៅតែប្រព្រឹត្តយ៉ាងនេះគ្រប់កម្មវិធីទាំងអស់នឹងអាចបង្ហាញដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឲ្យឃើញកាលណាឃើញអ្នកទាំងអស់គ្នាមិនលែងនឹងមានចិត្តពោស្រឡាញ់និងប្រពៃណីវប្បធម៌របស់ជាតិក្នុងគ្រឿងអលង្ការសម្លៀកបំពាក់ហ្នឹងទេមិនធ្វើតាមគ្នាតទៅពីមុនមកវាអត់មាន
មេកើតក្រោយមកអត់ដែលឃើញទេបែបបាត់ឃើញតើសម្លៀកបំពាក់វប្បធម៌ប្រពៃណីវប្បធម៌របស់ប្រជាប្រទេសអាការមិនឃើញហ្នឹងក៏អត់ដឹងទេតែមិនដឹងយូរចេះតែសូន្យទៅវិសួរតអ្នកណាអ្នកបំបត្តិមុនគេណាថាមានអាណាមានតែយាយហ្នឹងឯងយាយហ្នឹងអ្នកបំបត្តិអានេះរកហេតុផលទៅយាយដាច់ក្បិនអស់លីងអត់មានទេជាបើយាយត្រោត្រង់បែបនេះបំផលស្ដារឡើងវិញយ៉ាងនេះណាកូនចៅក្រោយឃើញគេពេញចិត្តគេស្រឡាញ់គេទទួលយកបានហើយប៉ុណ្្នឹងជារឿងមួយដ៏សំខាន់បំផុតសម្រាប់វត្តមានរបស់ញោមញាតិពុទ្ធបរិស័ទដែលអញ្ជើញមកពីភ្នំពេញនេះមើលទៅដូចគ្នាទាំងអស់ហើយសម្រាប់ព្រះសង្ឃត្រៃជីវរអត់មានពើអត់មានសម្រស់សម្ភើអីល្អឆើតឆាយទេពើស្អាតស្អាប់មើលទៅនឹងស្ងប់តែញោមញាតិពុទ្ធបរិស័ទមកតុបតែងទៅជួយទ្រទ្រង់សម្ភើសោភ័ណភាពរបស់ញោមញាតិឲ្យកាន់តែស្រស់កាន់តែល្អក្រៃលែងឡើងទៅទៀតដល់មើលទៅដូចគ្នាទាំងអស់ទៅដូចជាទេវធីតាទេវតាចុះពីឋានសួគ៌មកកាន់វត្តបងហ្នឹងណាបានទេញោមណានឹងអាត្មាភាពសប្បាយរីករាយជាទីបំផុតបើអររៀបរាប់ពោបាច់បន្តិចប៉ុណ្ណឹងទៅចោះណាបងឥឡូវជាបន្តទៅទៀតសម្ដែងពីអានិសង្ស5យ៉ាងកើតឡើងដល់ញោមញាតិពុទ្ធបរិស័ទដែលស្ដាប់ធម៌ទេសនាដោយគោរពសម្ដែងអានិសង្សហ្នឹងមុនដើម្បីឲ្យដឹងព្រះធម៌ទេសនានេះជាកម្មវិធីដែលប្រាប់ដែលបង្ហាញដែលបញ្យល់បង្រៀនញោមញាតិពុទ្ធបរិស័ទទាំងឡាយគ្រប់គ្នាឲ្យយល់ឲ្យដឹងឲ្យស្គាល់អំពីពុទ្ធសាសនាហ្នឹងថាតើពុទ្ធសាសនានេះព្រះសម្មាសម្ពុទ្ធជាបរមគ្រូទ្រង់សម្ដែងធម៌ទុកឲ្យបរិស័ទហ្នឹងគោរពបដិបត្តិដោយប្រការណាមួយហ្នឹងសូមឲ្យយល់ច្បាស់ចា៎ព្រោះកន្លងមកហើយញោមញាតិពុទ្ធបរិស័ទគ្រប់គ្នាទាំងអស់ជ្រះថ្លាក្នុងពុទ្ធសាសនាជាពុទ្ធសាសនិកតែអត់បានចេះដឹងអីអំពីពាក្យទូលមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធនឹងអត់ដឹងទេបងដូចគ្រាន់តែជំនឿទៅតាមប្រពៃណីទំនៀមទម្លាប់ចាស់ទុំដូនតាជាតំណមកទេពាក្យទូលមានព្រានប្រដៅរបស់ពុទ្ធអត់ដឹងអីតែទួចទេការដែលគោរពបដិបត្តិដោយការមិនដឹងគ្រាន់តែឃើញគ្រាន់តែឮធ្វើតាមតំណតគ្នានេះសម្រាប់ពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធមិនអោយតម្លៃទេជឿបែបហ្នឹងគេជឿដោយល្ងងខ្លៅក្នុងពុទ្ធសាសនាហ្នឹងព្រះសម្មាសម្ពុទ្ធបញ្រៀនបរិស័ទថាគប្បីសិក្សារៀននៅព្រះបរិយត្តិធម៌បរិយត្តិធម៌ហ្នឹងស្មើនឹងមហាសព្ទពាក្យដែលគេនិយមសប្តាហ៍ថ្ងៃគេថាទ្រឹស្ដីពុទ្ធសាសនាថាបរិយត្តិបច្ចុប្បន្នគេថាទ្រឹស្ដីគឺគេបង្រៀនអំពីកិច្ចអ្វីមួយបញ្យល់អំពីកម្មវិធីត្រូវធ្វើនឹងត្រូវសិក្សាឲ្យច្បាស់លាស់សិនសំយកមកបដិបត្តិស្មើនឹងអនុវត្តនឹងជាពាក្យទូលមានព្រានប្រដៅរបស់ពុទ្ធបើសិនណាជាមិនបានសិក្សារៀនសូត្របរិយត្តិធ្វើឲ្យចេះដឹងច្បាស់លាស់ទេហើយចេះតែធ្វើតំណតតាមគ្នាទៅអត់ល្អប្រពៃទេបើសម្រាប់អ្នកបួសតែធ្វើអីដែលមិនដឹងគ្រាន់តែឃើញគ្រាន់តែឮធ្វើខ្លួនឯងក្តីដឹកនាំគេធ្វើក្តីត្រូវអាបត្តិទុកគាត់
មានទោសព្រះអង្គឲ្យទោសយ៉ាងពីព្រោះបើយើងមិនចេះដឹងទ្រឹស្ដីបរិយ័តទេទៅនាំគេធ្វើខុសមេគេហើយខុសផ្លូវពុទ្ធសាសនាមកហើយវាមានផលវិបត្តិប៉ះពាល់ដល់សាសនាហ្នឹងទាំងញោមញាតិពុទ្ធបរិស័ទដែលប្រាថ្នាត្រូវការចង់បានអ្វីមួយហ្នឹងឧទាហរណ៍ប្រាថ្នាចង់ឲ្យបានសម្បត្តិទ្រព្យក្តីយសស័ក្តិក្តីសេចក្តីសុខសេរីសុខស្ដីក្តីហ្នឹងអត់ដឹងទេព្រោះសេចក្តីសុខសេរីសុខស្ដីជោគជ័យមង្គលនៃជីវិតរបស់មនុស្សកើតពីមនុស្សធ្វើទាំងអស់ព្រោះធ្វើខ្លួនឯងទាំងអស់អត់មានទៅសុំណានាឲ្យបានយ៉ាងហ្នឹងនឹងជាពុទ្ធិការបស់ព្រះពុទ្ធដែលព្រះអង្គពន្រៀនមនុស្សឲ្យយល់ដឹងនៅសាសនាធម៌ដែលជាពាក្យទូលមានព្រានប្រដៅរបស់ព្រះពុទ្ធប៉ុននេះជាសារៈសំខាន់បំផុតក្នុងពុទ្ធសាសនាត្រូវតែរៀនបរិយ័តទ្រឹស្ដីឲ្យចេះសម្បដិបត្តិនិងអនុវត្តបញ្ចាំក្នុងថ្ងៃនេះអាត្មាភាពបានទទួលភារកិច្ចការនិមន្តរបស់ឯកឧត្តមសេនីយ៍ឯកឆែមសច្ចានិងលោកជំទាវលេងស៊ីណានេះជាធម្មកថាសម្ដែងធម៌ទេសនាក្នុងកម្មវិធីបុណ្យដើម្បីនឹងបញ្យល់ប្រាប់ញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់ឲ្យបានដឹងអំពីកម្មវិធីអាពាហ៍ពិពាហ៍នេះបញ្យល់ឲ្យដឹងហ្នឹងប៉ុន្តែមុននឹងសម្ដែងក៏សូមប្រកាសកោតនាមអាត្មានឹងជូនញោមញាតិពុទ្ធបរិស័ទឲ្យបានស្គាល់អាត្មាឲ្យច្បាស់នេះតើប្រាប់ឲ្យច្បាស់ដែរថាតើធម្មកថានឹងជាអ្វីមានទូនាទីជាអ្វីឲ្យស្គាល់ច្បាស់ណាអាត្មាភាពដែលជាធម្មកថានេះសម្ដែងធម៌ទេសនានេះជាអ្នកបម្រើព្រះពុទ្ធខ្មែរថាអ្នកបម្រើបើបល័យថាពុទ្ធទាសៈគឺអ្នកបម្រើជាខ្ញុំបម្រើរបស់ព្រះពុទ្ធឲ្យស្គាល់អញ្ចឹងតែបើតែញោមស្គាល់ហើយហ៎ព្រោះឲ្យស្របទៅតាមពុទ្ធសម័យកាលរបស់អង្គគង់នៅធរមាននៅឡើយហ្នឹងកាលព្រះអង្គគង់ធរមាននៅឡើយមានព្រះអនន្តថេរជាពុទ្ធឧបថៈអ្នកបម្រើប្រើប្រាស់ផ្ទាល់គ្រប់កិច្ចការទាំងអស់ដែលព្រះសម្មាសម្ពុទ្ធសព្វទេនឹងធ្វើកិច្ចការអ្វីមួយនោះព្រះអនន្តធ្វើកិច្ចការនឹងថ្វាយទាំងអស់តែព្រះអនន្តនឹងបានទទួលការតែងតាំងពីព្រះសម្មាសម្ពុទ្ធលោកតែងតាំងជាពុទ្ធឧបថៈសន្មតនឹងប្រកាសប្រាប់ដល់ព្រះសង្ឃទាំងឡាយនិងបរិស័ទទាំងឡាយដឹងថាព្រះអនន្តជាអ្នកបម្រើទំនុកបម្រុងព្រះអង្គព្រះអនន្តបានទទួលការតែងតាំងច្បាប់លើអំពីព្រះសម្មាសម្ពុទ្ធតែសម្រាប់អាត្មានេះព្រះសម្មាសម្ពុទ្ធជាបរមគ្រូបរិនិព្វានផុតទៅហើយអត់បានទទួលការតែងតាំងពីព្រះសម្មាសម្ពុទ្ធដូចជាព្រះមហាអនន្តទេតែដោយអំណាចជ្រះថ្លាក្នុងពុទ្ធសាសនានោះជ្រះថ្លាចំពោះព្រះសម្មាសម្ពុទ្ធបានបូជាកាយថ្វាយខ្លួនឯងហ្នឹងជាខ្ញុំបម្រើរបស់ព្រះពុទ្ធអត់បានទទួលការតែងតាំងអីទេខ្ញុំស្ដាប់បានទេយល់ទេដល់ត្រូវដឹងហើយធម្មកថានេះជាបម្រើព្រះពុទ្ធទេសួរទៅបម្រើយ៉ាងម៉េចថានាំយក
សាសនាធម៌ដែលព្រះអង្គទ្រង់សម្ដែងឲ្យកត់ទុកនៅក្នុងគម្ពីរបត្រៃបិដកណាញោមញាតិពុទ្ធបរិស័ទអត់ដែលបានអានដែលបានសិក្សាទេតែមានសទ្ធាជ្រះថ្លាសាងគម្ពីរបត្រៃបិដកហែទៅប្រគេនព្រះសង្ឃគ្រប់វត្តទាំងអស់ក៏ជ្រះថ្លាចំពោះបត្រៃបិដកហ្នឹងជាសាសនាធម៌ដែលព្រះអង្គសម្ដែងហើយយកទៅប្រគេនព្រះសង្ឃគ្រប់វត្តហើយព្រះសង្ឃលោកសិក្សារៀនសូត្រហើយលោកយកពាក្យទូលមានព្រេនម្ដងរបស់ប្រពន្ធមកសម្ដែងប្រាប់ញោមញាតិហ្នឹងតែការសម្ដែងរបស់ធម្មកថាទាំងអស់តាមដែលអាត្មាស្ដាប់ទៅធម្មកថាទៅគ្រប់រូបដែលសម្ដែងធ្វើទេសនាខ្វះខាតច្រើនណាស់ព្រោះនាំយកពុទ្ធដីការបស់ព្រះពុទ្ធនោះមកសម្ដែងប្រាប់ដល់ញោមញាតិពុទ្ធបរិស័ទខ្វះខាតច្រើនខ្វះខាតត្រង់ណាថាធ្វើអត្តនាដែលតិតងនឹងជីវិតរបស់មនុស្សសង្គមរបស់មនុស្សអត់សូវយកមកសម្ដែងទេនេះតាមការពិនិត្យទៅណាបើអញ្ចឹងអាត្មាភាពដែលជាខ្ញុំបម្រើព្រះពុទ្ធនេះគឺនាំយកធ្វើដែលព្រះអង្គសម្ដែងដែលតិតងនឹងសង្គមមនុស្សឬយើងពោលទៅពុទ្ធសាសនានិងសង្គមមនុស្សចឹងតិតងចឹងព្រះអង្គអប់រំទូលមានព្រានមនុស្សទាំងអស់គ្រប់សង្គមនោះពាក្យដែលទូលមានគឺព្រះអង្គឲ្យសង្គ្រោះគ្នាជួយគ្នាទៅវិញទៅមកក្នុងជីវិតដែលជាមនុស្សនោះមិនពុទ្ធសាសនាទៅនឹងឯដែលអាកំបាំងធម្មកថាទាំងអស់លោកអត់សូវដែលបាននាំមកសម្ដែងចាទៅសម្ដែងទៅណាហ្នឹងទៅតើអ្វីជាប់តាកតងនឹងមនុស្សខ្វះខាតត្រង់ណាដែលសំខាន់ណាស់ហ្នឹងព្រះពុទ្ធលោកអប់រំមនុស្សហ្នឹងឲ្យចេះសង្គ្រោះគ្នាហ្នឹងជាមូលដ្ឋាននៃពុទ្ធសាសនាហ្នឹងនឹងសូមជម្រាបចា៎ឥឡូវនេះមិញខាងដើមថាសម្ដែងពីអានិសង្ឃ5យ៉ាងឯការស្ដាប់ធ្វើនិយាយទៅភ្លេចទៅហ្នឹងទៅឥឡូវហក់ត្រឡប់មកវិញសិនប្រាប់បញ្យល់សិនបើមិនបញ្យល់ឲ្យដឹងទេស្ដាប់ធ្វើនេះអត់បានធ្វើការគោរពច្បាស់លាស់ទេរវល់តែបែកងាករេចាត់អារម្មណ៍ទៅរឿងដទៃផ្សេងអញ្ចឹងប្រកាសមុនឯហើយត្រូវស្ដាប់ដោយគោរពទើបបានទទួលអានិសង្ឃ5យ៉ាងគោរពគឺគោរពទាំងកាយទាំងវាចាទាំងចិត្តគោរពដោយកាយសូមអង្គុយឲ្យស្ងៀមកុំក្រោកដើរទៅណាមកណាលើកលែងតែករណីការងារចាំបាច់ដែលខានមិនបានអានឹងក៏ងើបទៅតែបើមិនមានកិច្ចការចាំបាច់អង្គុយឲ្យស្ងៀមធ្វើកាយឲ្យស្ងប់ដោយវាចាកុំនិយាយកុំស្ដីគ្នាក្នុងពេលដែលធម្មកថាសម្ដែងធ្វើណាសំបីតែខ្សឹបគ្នាក៏អត់បានដែរមានទូរស័ព្ទបិទមករយៈសិនតែលើកទូរស័ព្ទរោហើយតែលើកទូរស័ព្ទហើយលើកទូរស័ព្ទតាកតងទៅលះបង់ការស្ដាប់ដល់មករយៈទៅមិនឈ្មោះថាគោរពដោយសម្ដីណាគោរពដោយចិត្តតម្រង់ចិត្តតម្កល់ចិត្តឲ្យស្ងប់ក្នុងរឿងស្ដាប់ធ្វើណាកុំឲ្យងាករេសោះតម្កល់ចិត្តដូចជាអ្នកចម្រើនសមាធិអញ្ចឹងគេផ្ដោតចិត្តចងចិត្តគេឲ្យនៅនឹងកម្មដ្ឋានណាដែលគេរៀនហ្នឹងនេះឈ្មោះថាស្ដាប់ដោយគោរពនឹងបានទទួលអានិសង្ឃ5ពីការស្ដាប់ធ្វើអានិសង្ឃទី1ឲ្យញោមញាតិពុទ្ធបរិស័ទបានឮបានដឹងបានស្ដាប់រឿងណាធ្វើណាដែលមិនធ្លាប់បានស្ដាប់មកពីមុនណាអានឹងទី1ហើយទី2ធ្វើឲ្យញោមញាតិពុទ្ធបរិស័ទច្បាស់លាស់នៅរឿងណាធ្វើណាដែលស្ដាប់ពីមុនមកហើយបានស្ដាប់ម្ដងមកហើយប៉ុន្តែវាមិនទាន់ច្បាស់នៅត្រដាច់ត្រដោយវាមិនទាន់ហោហែកាលណាស្ដាប់ទៅលើកទី2ថាមកទឹកលោកសំដែងចំរឿងចំធ្វើដែលសំដែងពីមុននោះធ្វើឲ្យរឿងនឹងធ្វើពីមុនច្បាស់លាស់ណាស់ទី3អានិសង្ឃទី3អាចបំបត្តិសេចក្តីសង្ស័យដែលញោមញាតិមានការសង្ស័យគឺវាមិនច្បាស់លាស់ពិតប្រាកដនៅតែប្រហាក់ប្រហែល
កាលណាបានស្ដាប់ទៅប្រថឹកលោកសំដែងទៅចាំកន្លែងដែលញោមសង្ស័យហ្នឹងធ្វើឲ្យការសង្ស័យនោះបាត់អស់សង្ស័យគឺវាស្រពេចស្រពេលអត់ច្បាស់លាស់ដោយភ្នែកមនុស្សដែលងងឹតតែមើលឲ្យឃើញតែព្រាលរបស់អត់ប្រកបអានេះเขาសង្ស័យហើយកាលណាបានស្ដាប់ទៅបំបត្តិអសេចក្តីសង្ស័យធ្វើឲ្យច្បាស់តេងឡើងហ្នឹងដូចជាមនុស្សភ្នែកងងឹតហើយមានវ៉ែនតាយកពាក្យជួយទៅអូច្បាស់តេងចាមើលអានិសង្សទី3អានិសង្សទី4អាចបំបត្តិការដែលយល់ខុសហ្នឹងគេហៅមិច្ឆាទិដ្ឋិហ្នឹងគឺវាយល់ខុសប្រឆាសេចក្តីពិតសច្ចៈធ្វើអាហ្នឹងមិច្ឆាទិដ្ឋិនេះឲ្យទោសធ្ងន់ណាស់សម្រាប់មនុស្សបុគ្គលមានមិច្ឆាទិដ្ឋិយល់ខុសមិនយកក៏ថាម៉ែឪក៏គ្មានគុណធ្វើបុណ្យក៏មិនបានបុណ្យធ្វើបាបក៏មិនបានបាបឋានសួគ៌ក៏គ្មានឋាននរកក៏គ្មានអានឹងសត្វតែយល់ខុសណានឹងទោសធ្ងន់បំផុតបាបនោះធ្ងន់កាលណាបានស្ដាប់ធម៌ទេសនាទៅបំបត្តិអាការយល់ខុសឲ្យយល់ត្រូវមកវិញចាប់វិលឲ្យវាត្រឡប់មកវិញអានិសង្សទី5កាលណាបើញញាតស្ដាប់ហើយយល់ហើយមានចិត្តដូចជ្រះថ្លាស្អាតជ្រះថ្លាគឺស្អាតបរិសុទ្ធដោយអំណាចការស្ដាប់ធម៌នឹងយល់ត្រូវធ្លាប់មានសទ្ធាជ្រះថ្លាហើយក្នុងសាសនាក៏កាន់តែមានសេចក្តីជ្រះថ្លាខ្លាំងឡើងវាទ្វេទៅទៀតចឹងហ្នឹងអានិសង្ស5កើតមានអញ្ញញាតពុទ្ធបរិស័ទព្រោះធម៌ទេសនានេះញោមញាតនេះស្ដាប់ដោយគោរពបានចម្រើនលូតលាស់ដោយបញ្ញាស្ដាប់ធម៌មានបញ្ញាការឲ្យទានធម៌គឺបានបនបានអានិសង្សច្រើនជាងអាមិសទានព្រោះធ្វើមនុស្សឲ្យមានបញ្ញាតែកាលណាមនុស្សមានបញ្ញាហើយយល់ដឹងទាំងអស់សេចក្តីអាក្រក់ល្អសោកទុក្ខអីត្រឹមត្រូវអ្នកមានបញ្ញាជឿតែចំពោះហេតុផលទេអ្វីដែលមានហេតុអត់ផលមិនជឿទេអ្វីដែលមិនមានហេតុមិនមានផលមិនជឿទេជឿតែហេតុផលព្រោះសង្ខារទាំងឡាយនៅលើលោកនេះមានវិញ្ញាណក្តីអត់វិញ្ញាណក្តីសត្វតែមានហេតុផលកើតបង្កើតទាំងអស់នឹងជាពុទ្ធសាសនាគឺជាសាសនាដែលប្រាប់ពីហេតុពីផលសូមញោមញាតជ្រាបចា៎ព្រោះនេះនិយាយពីអានិសង្ស5យ៉ាងហ្នឹងចប់ប៉ុណ្ណឹងហើយណាឥឡូវចាប់ផ្ដើមសម្ដែងធម៌ហើយតែសម្ដែងធម៌នេះពោលពាក្យពេចន៍ទៅតាមព្រះពុទ្ធលោកសម្ដែងជួនកាលអត់កប់ចិត្តពេញចិត្តរបស់ញោមញាតស្ដាប់ទេព្រោះញោមញាតធ្លាប់ពេញចិត្តនឹងអ្វីនឹងរួចទៅហើយតែពេញចិត្តនឹងផ្លូវខុសដែលអត់ហេតុអត់ផលដល់សម្ដែងធម៌ព្រះពុទ្ធប្រកបដោយហេតុផលវាខំពីជំនឿមុនហ្នឹងវាប្រកាន់ខ្ជាប់អត់លះបង់ទេជំនឿអាហ្នឹងវាខ្លាំងជាងដល់សម្ដែងធម៌ក្រោយវាផ្ទុយពីជំនឿមុនហ្នឹងហើយអត់សប្បាយចិត្តទេណាតែបានតែញោមញាតណាការពារហើយអាត្មាសម្ដែងនេះមិនមែនគំនិតបញ្ញាវោហាខ្លួនឯងនាំពាក្យពុទ្ធមកប្រាប់ជួនកាលប្រាប់ទៅពាក្យដែលពុទ្ធលោកសម្ដែងវាផ្ទុយអំពីជំនឿខ្លួនដែលយល់រួចទៅហើយទទួលយកអត់បានណាហើយមិនសប្បាយចិត្តនឹងអាត្មាទេកើតទុំមិនអស់ប៉ុន្តែអាត្មាកុំភ្លេចបើសិនណាជាមិនពេញចិត្តមិនកើតចិត្តនឹងអាត្មាសម្ដែងធម៌កុំឲ្យខឹងនឹងអាត្មាទេខឹងអាត្មាខុសព្រោះអាត្មានាំពាក្យពុទ្ធតែមក5ណាបើខឹងនឹងពុទ្ធបានត្រឹមត្រូវជាងអាត្មាបានហើយញោមណានៅតែខឹងអាត្មាខុសនឹងសូមជ្រាបចាំប្រកាសមុនការពារខ្លួនមុននេះហើយដល់បានទេញោមណាអញ្ចឹងតទៅនឹងសំដែងញ៉ែសំដែងពីគោលធ្វើឲ្យសំដែងអំពី
เมียงกวลอาเปียปีปีนี่หรือถ้าอวิหะวิเวหะเมียงกวลอวิหะเมียงกวลนี่บ่ปลายเจียกไม้กิท่านนำโจรเมียงกวลนั่นกินนำโจรนำโจรคือกินนำโกนเพราะมริบมังกรนับเตียขางสไลกับนำโจรวิเวหะปลายท่านนำเจงนำเจงคือกินนำโกนสไลตุกการนับเตียโกนเพราะอันนั้นพิธีนั่งปีจังโบราณโนทาอาเปียปลายท่านนำเจงอันนำโจรนำโกนเพราะโจรปีเปียประธนนำเจงเวียนเวียนปีอย่างวันอายุสัปดาห์นิยมเยาเปียนเอาประเต็มปีตัวใบเฉียนนำโกนเปล่าหมกาบเตี้ยโกนสไลก็มันเอาแต่มังกรอาเปียปีเปียต่อตำปีนั่งไอ้เนี่ยใหญ่ตัวเบิกเขาบาสันกินำโกนเปล่าหมกาบเตี้ยโกนสไลกิกูท้าเมียงกวลอาเปียหรือเมียงกวลอาเวียหะเมียงกวลจังบ้านตราภาษาอังกฤษจะต้องไปยิงไงไม่ใช่โยมเย็นพุทธบาษัทเมียนดังท่าอาวิหะเหมือนก้อนน้องเจ้าไว้ปีเวหะเหมือนก้อนเจ้าไอ้อัดดังเตะอันนั้นเราอัดดังจังไงบางไงนั้นอธิบายเรื่องน้อยดังมนจำกันเมื่อมายึดดะต้องปีเจ้าเมียนบ้านกึศถาดะข้อเนี่ยเดี๋ยวมาไปเชี่ยบนน้ำโกนเพราะโมกาเตียโกนใช้ทำเมียงกัวอาเวียหะเมียงกัวหรือเมียงกัวอาเปียบ้านเราตามเป็ดเต้าขมายเยอะนิยมแต่น้ำโกนเพราะโมกาเตียโกนใช้แต่น้ำโกนใช้แต่กาเตียโกนเพราะมันเศร้าเมียนทีเชื่อปไปนี้เดี๋ยวยังรับบานปเปรตมาอย่างนั้นอันนี้เป็นยอดปีอาเปียปีเอายอดดังตะออกเนี่ยนั่งเป็นยอดปีอาเปียปีเป็นนางยอดมานะโยมนะอาเปียนำคนพร้อมมากาบเตียคนใส่ปีนำคนใส่แต่กาบเตียคนพร้อมจะรีบมังกรอาวีหะมังกรละเปียเมียงกรนี้คือเชื่อพิธีได้กิริบจำซ้ำก้มก่อนเปล่าก่อนใส่นั้นไอเตอร์เชียกูสวามัยเพริยดอกเนียนอกเนียนหายก็เชียปเวณีเชียธรรมเชียในโลกนี่แต่พระดอลมาอ้อยดาสัตว์โลกต่างอ้อนั่งเรื่องได้ประปวนนี่เมียนแต่มโนเตสมัยสัตว์เดรัจฉานก็เมียนสไรเมียนยีเมียนชโมโดยตะกันเองหน่วยสมัยแต่รุกเชียตีได้เชียระบาดได้เมียนแต่ชีวิตอัดวิญญาณก็เมียนยีเมียนชโมโดยกันเองได้นะอันนั้นคือเขาธรรมเชียได้ตกแต่งพระดอลเอามโนนั่งบ่มเมียนสไรมันเมียนเปล่ามันเมียนไปประปนแต่ก็เป็นมันเมียนปูดมโนกาตอกเนี่ยตีเตอันนั้นเชียปปะให้แต่อ้อยเมียนเชียมโนต่อตอกเนี่ยนะพระไว้ทั้งสัตเมียนแหบพอบ่มันเมียนไปมันเมียนประปนมันเมียนไม่เอาแต่ก็มันเมียนโกนนะอันนี้ก็เท่าพันต่อปูดมินจังอันนั้นแหบพออะไรเชียแหบพออะไรสำหรับสัตว์โลกต่างอ้อเตียงมนุษย์เตียงเดรัจฉานเตียงโรคเชียดไอ้ต่างอ้อนะเพราะอันเมียนไอ้พลายตีอันนั้นพอปุ่นเราสำแดงปีแหบพอบ่าวเวมันเมียนใหญ่ตูตาตูดก็เวมันเมียนตาปังกาใหญ่ปังกาเจงได้ก็ได้มาต่อเนี่ยบ่าวเวมันเมียนตาปังกาใหญ่ปังกาก็เวมันเมียนไม่โลปุกเนี่ยมาได้ยังไงบ่าวเวมันเมียนโลปุกเนี่ยมาได้ก็เวมันเมียนครุ่นยืงน่ะได้
បើវាមានខ្លួនយើងដែរក៏វាមានកូនដែរវាបន្តហ្នឹងចឹងបានបើនិយាយពីហេតុផលជាដូនជាតារបស់យើងជាផលរបស់ម៉ែឪគាត់រួចជាដូនជាតាយើងដែលជាផលត្រឡប់ទៅហេតុវិញបានមកលោកឪពុកអ្នកម្ដាយយើងជាផលលោកឪពុកអ្នកម្ដាយដែលជាផលត្រឡប់ទៅជាហេតុវិញអានេះវាហេតុកើតផលកើតហេតុវាតគ្នានេះពុទ្ធសាសនាតែគ្មានហេតុគ្មានផលអានេះបញ្យល់ពីហេតុផលអញ្ចឹងในพระพุทธศาสนาพระสัมมาสัมพุทธលោកសម្ដែងធ្វើបញ្យល់បរិស័ទទី1បងអស់តែទៅជួមបរិស័ទគឺបញ្យល់ពីហេតុផលហ្នឹងឯងប្រជំនឿពីមុននៅក្នុងប្រទេសឥណ្ឌាគឺគេជឿជំនឿដែលមានហេតុអត់ផលព្រះពុទ្ធត្រាស់ដែរលោកមកថានឹងអត់ពិតប្រកបច្បាស់លាស់ទេអត់ទទួលបានផលអីមកទេជំនឿដែលអត់ហេតុផលជំនឿដែលអត់ហេតុផលមិនសាសនាព្រាហ្មណ៍គេថាចង់បានអីឲ្យសុំព្រះតនីជួយតែទាំងអស់ហ្នឹងផ្ដល់ឲ្យដល់មនុស្សដែលត្រូវការបានអញ្ចឹងទៅមនុស្សទាំងអស់ចង់បានអីសុំឲ្យព្រះប្រទានដែរមនុស្សសុំនឹងជាហេតុតែមិនដែលបានទទួលផលអ្វីពីព្រះដែលខ្លួនពឹងនឹងកាន់យកមកឲ្យអត់អានេះមានហេតុអត់ផលពុទ្ធលោកបដិសេធលោកបំបត្តិចោលពូជលោកនៅក្រោមនោះទាំងអស់បានលោកបញ្យល់ពីហេតុផលមានហេតុមានផលមានហេតុមានផលនឹងពុទ្ធសាសនាហ្នឹងនិយាយពីហេតុផលនៃគូស្វាមីភរិយានិយាយពីមនុស្សហ្នឹងបើវាមានម៉ែឪមានតែក៏គ្មានកូនគ្មានកូនក៏គ្មានចៅអត់មានពូជមនុស្សទៅទៀតទេវាបន្តហ្នឹងចា៎ហើយដូចជាគូស្វាមីភរិយាដែលបានរៀបចំសង្គមទទួលការព្រមព្រៀងពីលោកឪពុកអ្នកម្ដាយទាំងពីរភាគីឯកភាពនេះសុខចិត្តប្រគល់កូនស្រីទៅកូនប្រុសជាគូស្វាមីភរិយាហើយឲ្យទៅជាគ្រួសារថ្មីហើយជាអ្នកបន្តពូជបន្តជាតិកំណើតមនុស្សតទៅទៀតហើយសម្រាប់គូស្វាមីភរិយាដែលនៅរួមរស់ជាមួយគ្នាណាព្រះអង្គបង្រៀនមេរៀនយើងនិយាយភាសាខ្មែរថាលោកបង្រៀនឲ្យមេរៀនប្តីណាបង្រៀនមេរៀនដល់ប្រពន្ធឲ្យសង្គ្រោះជួយគ្នាទៅវិញទៅមកនេះពុទ្ធសាសនានឹងទូលមានឲ្យមនុស្សជួយអញ្ចឹងដូចប្តីប្រពន្ធត្រូវជួយគ្នាទៅវិញទៅមករួចពាក្យដែលពុទ្ធលោកត្រង់ទូលមានព្រានបដៅបង្រៀនគូស្វាមីឲ្យសង្គ្រោះគ្នាអត់ទៅបានដឹងអីទាំងទួយទេពីមុនមកអត់ដឹងទេអត់ដែលបានយកពាក្យទូលមានព្រានបដៅពុទ្ធមកណែនាំបង្រៀនគូស្វាមីភរិយាទាំងពីរនេះឲ្យប្រព្រឹត្តការសង្គ្រោះដល់គ្នាអត់មានតែសោះព្រោះពិធីមង្គលការពីបុរាណគេប្រព្រឹត្តទៅតាមលទ្ធិសាសនាព្រាហ្មណ៍ទាំងអស់សម័យហ្នឹងសាសនាព្រាហ្មណ៍មានឥទ្ធិពលនៅលើទឹកដីកម្ពុជាហ្នឹងពួកព្រាហ្មណ៍ណាអ្នកបង្រៀនសាសនារៀបចំរំដាប់កម្មវិធីក្នុងមង្គលការសត្វព្រាហ្មណ៍ទាំងអស់អត់មានពុទ្ធសាសនាទេនឹងសូមឲ្យជ្រាបអញ្ចឹងដោយរំដាប់ពិធីក្នុងមង្គលការហ្នឹងមានតាំងពីស្លាធឿបៃសីជោមមានសំណែនសានព្រេនមានសម្ភារព្រះអាទិត្យក្រុងពលីពង្វិលពពិលដេកអង្គរៀបឲ្យជាដើមសត្វពិធីព្រាហ្មណ៍ទាំងអស់នឹងពីមុនពុទ្ធសាសនាណាទើបដែលពុទ្ធសាសនាយើងនៅរីកចម្រើនឡើងសាសនាព្រាហ្មណ៍ស្រុកខ្មែរក៏ទ្រុឌទ្រោមសាបសូន្យទៅ
ក៏វានៅរំដាប់ពិធីមានជាតមកតែមានពុទ្ធសាសនាចូលឲ្យមន្តកសង្ឃមកចម្រើនព្រះបរិត្តសូត្រមន្តហ្នឹងអានឹងពិធីពុទ្ធសាសនាតែអត់មានបានយកធ្វើអសង្គ្រោះប្រវាងភរិយានិងស្វាមីនិងភរិយានឹងមកសម្ដែងមកប្រាប់បញ្រៀនអត់ទេទើបតែដល់មកខាងក្រោយញោមញាតិចេះដឹងពុទ្ធសាសនាច្រើនទៅបាននាំយកពាក្យទូលមានព្រានបដៅរបស់ព្រះពុទ្ធនោះមកសម្ដែងប្រាប់ដល់គូស្វាមីភរិយាទាំងពីរនោះឲ្យចេះសង្គ្រោះជួយគ្នាទៅវិញទៅមកនឹងជាពុទ្ធសាសនាដែលក្នុងឱកាសថ្ងៃនេះដែលឯកឧត្តមលោកជំទាវបានមករៀបរំលឹកអាពាហ៍ពិពាហ៍កំណើតអាពាហ៍ពិពាហ៍14ឆ្នាំកម្មវិធីនេះក៏កម្រមានណាមានកម្មវិធីគេរំលឹកថ្ងៃកំណើតដែលគេកើតនោះមានតែរំលឹកអាពាហ៍ពិពាហ៍អត់សូវមានទៅមានហ្នឹងហើយតែជាដំបងបង្ហាញដល់គេជាថ្ងៃដែលត្រូវរលឹកដល់ពេលកាលដែលរៀបចំមង្គលអាពាហ៍ឲ្យភ្ញាក់រលឹកឡើងវិញប៉ុន្តែជាពិធីមួយដែលប្លែកពីគេហើយតែមានពិធីមួយទៀតនៅសៀមរាបនេះគេមកសំកន្លែងវត្តហ្នឹងធ្វើកម្មវិធីប្រពន្ធគេមកធ្វើកម្មវិធីគេអរគុណប្តីបើមិនទាន់ធ្វើទេកន្លងហ្នឹងគេមកធ្វើប្រពន្ធគេអរគុណនឹងប្តីគេពីប្រុសគេដែលបានមកជាប្រពន្ធរបស់ប្តីនឹងបានសង្គ្រោះគេឲ្យជីវិតគេជាប្រពន្ធនឹងគេបានសុខសប្បាយជោគជ័យមិនដែលទទួលសេចក្តីក្តៅក្រហាយឲ្យពីប្តីគេនៅគេមើលធ្វើបន់ដឹងគុណប្តីទៅក្នុងខែទី1នេះគេមកធ្វើអានេះក៏ប្លែកដែរធ្លាប់តែដឹងគុណម៉ែឪពុព្វការីជនណាឡើយគេដឹងគុណប្តីមួយទៀតចម្លែកមានញោមណាចង់ធ្វើបន់ដឹងគុណប្តីទេហីភរិយាណាអត់អរគុណប្តីទេហីមិនអរគុណនឹងប្តីរឿងអីថាមកពីប្តីចេះធ្វើក្តៅកាហាយហ្នឹងចាំបានរឿងមួយប្លែកទៀតដែរក៏អ្នកស្វាសំជំរាបអញ្ចឹងហើយឡើយលើកពីមេរៀនដែលប្រពន្ធលោកបញ្រៀនប្តីឲ្យសង្គ្រោះប្រពន្ធបានរង្គៀសេចក្តីទេអធិប្បាយបញ្យល់ហើយក៏រាប់តែមេតិកាទី1ប្រពន្ធលោកបញ្រៀនប្តីឲ្យនិយាយសម្ដីវាចាល្អពាក្យល្អពីរោះទៅកាន់ភរិយារបស់ខ្លួនក្នុងមួយជីវិតពួកក្នុងមួយជីវិតសម្ដីល្អគឺសម្ដីដែលផ្អែមដូចទឹកឃ្មុំសម្ដីដែលពោលឲ្យប្រពន្ធនឹងពេញចិត្តស្ដាប់ឬប្តីនិយាយផ្ទៀងទៅជាស្ដាប់មិនធុញទ្រាន់ទេអានេះនិយាយជាខ្មែរសតអត់បានយកបល័យមកជាសំអាងទេតែបានហើយថាឲ្យពោលពាក្យល្អផ្អែមដូចជាទឹកឃ្មុំពាក្យដែលពីរោះប្រពន្ធលឺឲ្យពេញចិត្តស្ដាប់មិនធុញទ្រាន់តែពាក្យមិនល្អធុញទ្រាន់ចោលការយកដៃចោលទៅជាចង់លឺនេះនេះអត់ទេនឹងទី1ដល់ឲ្យសង្គ្រោះដោយប្រការហ្នឹងឯងទី2ហាមមិនឲ្យមើលងាយភរិយារបស់ខ្លួនដូចជាចវាយនាយនិងកម្មករអ្នកបម្រើអានេះវាខ្ពស់ទៀតចឹងគ្នាធម្មតាចវាយនាយនិងកម្មករចវាយនាយមិនចេះគោរពកម្មករហ្នឹងទេទោះបីនិយាយសម្ដីអីក៏អត់ពីរោះជាងការកម្មករធ្វើអីឲ្យទៅនៅចិត្តស្ដីបន្ទោសអីទៅទៀតអាហ្នឹងមើលងាយដែលសម្ដីហ្នឹងតែទី2ហ្នឹងលោកហាមមិនឲ្យមើលងាយដែលពាក្យសម្ដីហ្នឹងទី2រកទ្រព្យសម្បត្តិបានត្រូវប្រគល់ឲ្យប្រពន្ធថែរក្សាកុំហួងហែងក្តោបរក្សាខ្លួនឯងត្រូវការចាយបាន
ឲ្យប្រាក់ទៅប្រពន្ធយកទៅចាយដូចទៅទិញមកហូបព្រឹកឡើងបើប្រាក់ឲ្យប្រពន្ធទៅផ្សាររលព្រឹកអាហ្នឹងមិនមែនប្រពន្ធនេះខ្ញុំកណ្ដោនឹងជាវាយនេះនេះហាមមិនឲ្យមើងងាយលក្ខណៈពីរនេះទៅកាន់ភរិយាណាเราត្រូវបានប្រគល់ឲ្យទៅប្រពន្ធសាត្រូវការប្រើប្រាស់ប្រាប់គេទៅគេយកមកឲ្យសុំគេយកទៅធ្វើនេះទៅនោះយល់ទេបានភរិយាយ៉ាងឲ្យប្តីសុំកុំចេះតែឲ្យពេកមើលទៅសុំយកទៅធ្វើអីស្ដាប់បានហើយជាងការសុំទៅការ៉ាអូខេជាងច្រើនឯណាអូនបងតែប្រយ័ត្នសុំឲ្យតាមមើលនេះប្រាក់ដែលឲ្យយកទៅចាយធ្វើអីឲ្យពិនិត្យចាំអានេះក្នុងសង្គ្រោះទី2ប្រគល់ទ្រព្យសម្បត្តិអេរ៉ូបាតឲ្យទៅភរិយាទី3ហាមមិនឲ្យក្បត់ចិត្តភរិយាដែរទៅបែកងាករេលើស្ត្រីដទៃប៉ុន្តែរង្គៀសសេចក្តីឲ្យវែងទៅយកនឹងពុទ្ធិការបស់ព្រះពុទ្ធឲ្យស្មោះត្រង់កុំងាករេទៅលើស្ត្រីដទៃខុសពីប្រវេណីហ្នឹងព្រះពុទ្ធលោកហាមចឹងហើយមិនគ្រាន់តែហាមខិតទៅលោកប្រាប់ទ្រឹស្ដីបញ្យល់ទៀតលោកហាមមិនឲ្យយើងនឹងមើលស្ត្រីជំវិញខ្លួនទេខ្លួនយើងឈរត្រង់ណាទុកជាចំណុចសូន្យរបស់ផែនដីជំវិញខ្លួនគឺមកផែនដីហ្នឹងឯងតែមកព្រោះហាមមិនឲ្យមើលតែបើសិនជាមើលហើយឃើញបើយើងមើលទៅឃើញមិនលែងនឹងមាននារីណាដែលល្អស្អាតជាងភរិយាតែប្រកាសជាមានតែដល់កាលណាឃើញហើយចិត្តយើងកម្រើកញាប់ញើហើយឃើញនារីស្អាតជាងប្រពន្ធអានេះលោកហាមតែបើបានជាមើលហើយលោកបង្រៀនទៀតត្រូវគិតថានារីទុកដូចជាកូនអញនេះយកបញ្ញាណាយកបញ្ញាមកនារីដូចកូនអញដូចប្អូនអញដូចម៉ែអញដូចអ៊ំអញដូចមីងអញយាយអញស្រីទាំងអស់ដូចតែគ្នាកាលណាបើយកបញ្ញាមកគិតចឹងចិត្តនោះវាអត់កម្រើកទេស្អាបានហើយអត់កម្រើកទេមានម្យ៉ាងទៀតព្រះពុទ្ធទ្រង់សម្ដែងបញ្ជាក់ប្រាប់ថានឹងពូភិក្ខុតាមនាភិក្ខុទាំងឡាយដល់ថាគាត់រំពឹងមើលទៅមិនឃើញមានរូបអ្វីសម្រស់អ្វីសំឡេងអីដែលអាចគ្របសង្កត់ចិត្តរបស់បរិសុទ្ធបានទេមានតែរូបមានតែសម្រស់មានតែសម្ផស្សនារីដែរដែលអាចគ្របសង្កត់បរិសុទ្ធព្រះអង្គបញ្ជាក់ច្បាស់ណាស់ណាបើយើងអត់បញ្ញាទេប្រកាសជារូបប្រកាសជាសម្រស់សម្ផស្សសម្លេងគ្របសង្កត់ចិត្តយើងហើយតែបើយើងគិតថានេះកូនអញនេះប្អូនអញនេះក្មួយអញនេះម៉ែអញនេះមីងអញអាហ្នឹងវាស្ងប់ហើយអត់សង្កត់បានទេហ្នឹងជាបញ្ញាពុទ្ធលោករៀនតែនិយាយឲ្យវែងតែយ៉ាងណានឹងមេរៀនរបស់ពុទ្ធវិសង្គ្រោះទី3ក៏បីលើកភរិយារបស់ខ្លួនឲ្យជាមេគ្រួសារជាធំគ្រប់គ្រងគ្រួសារទាំងអស់សម្បត្តិទ្រព្យអីធ្ងន់ស្រាលក្តីណាឲ្យទៅភរិយាកុំទៅពលណាបានហើយឲ្យភរិយាជាមេគ្រួសារយើងជាកូនគ្រួសារទៅវិញទៅហើយស្រួលបងមិនសូវលវល់គេថាលើកឲ្យអិសរិយយសខ្ពស់ជាធំសង្គ្រោះទី5លោកឲ្យទំនុកម្រងគ្រឿងសម្លៀកបំពាក់សម្ពត់ខោអាវគ្រឿងអលង្ការមាសពេជ្រឲ្យដល់ភរិយារបស់ខ្លួននេះប្រពន្ធលោកបានរៀនសពដែលប្តីណានឹកឃើញទៅទិញសម្ពត់ខោអាវឲ្យប្រពន្ធអត់ទេជាធម្មតាណាទៅទិញគ្រឿងតុបតែងឲ្យក៏មិនមានប្រពន្ធគេពេញចិត្តឲ្យគេធ្វើរកតែខ្លួនគេទេតែនេះប្រពន្ធលោកបានរៀនតែកាលណាយើងជួយទំនុកញរងចឹងលើកទឹកចិត្តភ
ភរិយារបស់យើងឲ្យកាន់តែមានភក្តីភាពធ្ងន់ចិត្តមកលើយើងឥតមានងាករីទេនឹកឃើញប្តីឯងគេស្រឡាញ់ឯងគេគិតគូរតាំងតែពីសម្ពត់ខោអាវតាំងពីគ្រឿងអលង្ការជាដើមភរិយាក៏នឹកក្នុងចិត្តក៏អញ្ចឹងគាត់ធ្ងន់ទីពឹងខ្លួនគាត់មកលើប្តីហ្នឹងថាជីវិតគាត់បានសុខតែប្តីគេគិតគូរសុខគ្រប់ហើយអញ្ចឹងនឹងសង្គ្រោះទី5ហើយសង្គ្រោះរបស់ប្រពន្ធវិញសង្គ្រោះដល់ប្តីក៏5យ៉ាងដែរគ្នាទី1ត្រូវធ្វើម្ហូបអាហារបាយសម្លឲ្យទៀងទាត់ពេលវេលាគ្រួសារធ្លាប់បរិភោគម៉ោងណាពេលណាត្រូវឲ្យឆ្អិនពីព្រោះសង្គ្រោះសេចក្តីស្រេកឃ្លានប្តីនឹងធ្វើការងារមកឃ្លានជារោគធំជាងរោគមហារីករោគអីទៅទៀតមកដល់មានម្ហូបអាហារឆ្អិនទៅបរិភោគបាត់សេចក្តីស្រេកឃ្លានចិត្តវាស្ងប់ស្រួលទៅតែសង្គ្រោះទី1ហ្នឹងបើភរិយាអត់មានការងារក្រៅទេមានការងារមេផ្ទះម៉ែចង្ក្រានម៉ែឆ្នាំងហ្នឹងយើងអាចប្រកាន់បានតែបើភរិយាមានការងារក្រៅដែរអត់បានប្រកាន់បានទេត្រូវសម្រួលទៅតាមហេតុព្រោះធ្វើការក្រៅផ្ទះទាំងអស់គ្នាអាហ្នឹងហើយសង្គ្រោះទី2ក៏បីភរិយាថែរក្សាទ្រព្យសម្បត្តិដែលប្តីរកបានមកឲ្យថែរក្សាសម្បត្តិទ្រព្យនោះឲ្យគង់វង្សកុំឲ្យចាយវាយខ្ជះខ្ជាយទ្រព្យសម្បត្តិហ្នឹងព្រោះទ្រព្យសម្បត្តិរកមកមិនមែនសម្រាប់តែបរិភោគមកអាប្រើប្រាស់គេកើតអតិច្រើនណាស់តែមកខ្ជះខ្ជាយចេះតែចាយមិនគេគូអស់ឲ្យទ្រព្យសម្បត្តិមិនសល់ទេអានឹងក្នុងច្បាប់លោកថាប្រពន្ធចង្រៃមួយហើយណាเราលើកពីមនុស្សចង្រៃ5យ៉ាងក្នុងសង្គមមនុស្សនេះឲ្យស្ដាប់ទី1អ្នកបួសអេតក្រេតខ្លួនជាបព្វជិតអ្នកបួសក្នុងពុទ្ធសាសនាក្រេតគឺធម៌វិន័យសម្បកក្រៅជាអ្នកបួសតែអត់បដិបត្តិធម៌វិន័យរបស់ព្រះពុទ្ធទេនៅអាកាយខាងក្រៅគេមើលអ្នកបួសតែចរិយាមេរយាចប្រព្រឹត្តគឺមនុស្សពីលស្មោះអានេះគេហៅអ្នកបួសអេតក្រេតអានេះអ្នកបួសចង្រៃក្នុងសាសនាណាហើយទី2ចាស់អេតប្រព្រឹត្តអាយុចាស់60ផ្លាយ70ហើយអត់ប្រព្រឹត្តទៅតាមវ័យដែលខ្លួនចាស់អត់មានសន្សំធ្វើសេចក្តីល្អធ្វើទានរក្សាសិលអប់រំកាយវាចាចិត្តអីឲ្យស្អាតអត់មានទេអាយុ60ផ្លាយ70 80ហើយនៅទៅសែបគុំក្នុងក្មេងទៅស៊ីផឹករំច្រៀងការ៉ាអូខេជាមួយនឹងក្មេងណាអានេះគេចាស់អត់ប្រព្រឹត្តតែចាស់ចង្រៃហើយណែការពារកុំឲ្យខ្លួនទៅចាស់ចង្រៃនេះមនុស្សចង្រៃមនុស្សចាស់ចង្រៃទី3ខ្សត់ច្រើនប្រមាថមនុស្សក្រខ្សត់ទ្រព្យសម្បត្តិប្រមាថគឺវាប្រហែសទ្វេគេធ្វើការមួយថ្ងៃ7 8ម៉ោង4 10ម៉ោងឯងមួយថ្ងៃធ្វើការ2 3ម៉ោងឆ្មៃហ្នឹងក៏វិញចោលឲ្យពេលវេលាម៉ោងរសាត់ទៅទេអត់បានធ្វើគេហៅថាប្រហែសទ្វេណៃវាក្រខ្សត់ទ្រព្យសម្បត្តិនឹងឯងបាននោះថាខ្សត់ប្រុសច្រើនប្រមាថខ្សត់គឺខ្សត់ទ្រព្យសម្បត្តិនឹងឯងនេះមនុស្សចង្រៃហើយទី3ក្នុងសង្គមមនុស្សនោះភរិយាភ័យផាយចាយវាយឯខ្នាតប្រពន្ធនឹងចាយវាយអត់គិតអត់គូអីហ្នឹងគេហៅថាប្រពន្ធចង្រៃហើយតែបានទេហើយជិនទាវចង្រៃដែរអត់ទេហ៎តែសម័យខ្លួនគេមិនជឿតែគេជឿអ្នកដទៃមកចាស់ខ្លួនតែចង្រៃណាមិនគេថាការពារស៊ូអ្នកដទៃម៉ែអាមកឆ្លើយមកហ្នឹង
cái ate chẳng mà cái chữ ta sao mai cái luôn cái mình chữ thế hảโบราณnó thà tệ pi mơ cậtสัตราเมื่อรัตเฮียนเมื่อเจษดาเชียงเมื่ออัมพีอัมเพิ่มปีหัตถะตัวโยกเพริยะเมื่อเนี่ยลมหนาวฉบับโดนจ้ะตอนนั้นจังเป็นเชี่ยไทยเชียงยังจังสร้างซองไอ้กรมตัวสู้เชียงมาสู้ว่าอุดรถแต่เชียงไหนจำเช็ดเพื่อละอ้อเลยอัตเตตัวมือกลางเนี่ยไอเบียดเลือบเพื่อให้แนวกันลายนามวยเนอะบางทีเชียงเมื่ออำเภออัมพีหัตถะแต่เมื่ออำเภอได้ไปเพื่อหนังละอ้อมเอาตัวเมื่อนั่งสู้ไม่ว่าอุดรถแต่เชียงไหนนี่โบราณเราปราบเชียงเมื่ออำเภออัมพีหัตถะตัวโยกเพริยะเมื่อเนี่ยลมหนาวอันนั้นเลือกเอาเตะอ้อเป็นย้อนมาหนังบางนั้นจังจินเตียวอัดจังไรได้อัดจังไรได้ธรรมะก็น่ะสู้ตามเป็นธรรมะดังรู้แต่ว่าจังสู้สะมือแบบสันจีจังไรก็ธรรมะเมียนสู้เลยตึงเตือนไปแต่อัดเคยได้จังไรมันจะเรียนสู้ทำไมนะเพศเยียดพอยพายใจเวียเอกนาปกเปียสดสาดประดาวกรอบานมนุษย์เปียสดสาดมวยเปียไอ้สายกบด้วยนะแต่ละคณะกำนันมอมเบียสนาเมนเชียเปียแล้วปั๊บรายการไอ้สายแสบกบเม็ดเปียอันนั้นอาจแก่บานแต่แบบเปียสดสาดปีกำนันประดาวอัดบานเลยที่อุปมาไปโดเชียวว่าบรรดาไปวัวละวิ่งสดาวเพื่อเมียนเชียดละวิ่งปีกำนันนั่นพอเปียสดสาดได้ละวิ่งปีกำนันเมาประดาวอัดบานแต่นั่งเปลี่ยนสดสาดประดาวกระบานอันนั้นมนุษย์จังไรมากรมเดียนนี่พวกมนุษย์ได้จังไรขนมกรมมนุษย์เมียนปรำนั่งไอ้นะจำตีมวยเนี่ยบัวเอ็ดกระดจะเอ็ดประพฤติสดชรันประมาทเพริเยพอยพายใจเวเอ็ดนาดเปลี่ยนสดสาดประดาวกระบานนี่บัณฑิตปัญญาวันโดนตาเยอะรีบจะว่าแล้วบอกให้เชียงอะไรอย่าปรามอย่างนี้ถ้าเรากันไรนาก็ปังกาดสักได้อักระดาวสังคมเราบอกมันเอาอย่างนั้นเปล่าอันนั้นมีปรามอย่างอันนั้นยัยปีกาใจเวทระตีใบก็ส่งเธอสักได้สมอตรังนังสวามัยเราบอกยังโดนกันเนี่ยอย่างไรชีวิตเราบอกกู้สกอนั่งไอ้เจริญทองตัวใบเมียนเติบสมบัติยอดสะปปันนาก็ได้แต่เต็มปีเนี่ยเงยเรจัดไปกันเนี้ยศพเพียรมังกรแช่ระลบการอัปเปอร์มังกรดอนเนี่ยทั้งปีนั่งไอ้แต่ปปวนน่าก็สะจัดไอ้ยังตัวเราปปวนแทนที่ว่ามันได้เมียนในปปวนลุทาได้มวยปปวนมวยปไปนี่เนี่ยนะแต่ดอนเมียนปีบายมกบายมกคือสิ่งใดบินเนี่ยขนมตะครูซายังเมียนสุเพชมันก็ละอ้อหายตัวนำโยเรื่องวินเนี่ยมาด่าอ้อยลุบบัดเสไรสุสได้มันก็แล้วเราขนมครูซายังละลีในสาเรื่องนางไออันนี้สอนเจียบโบราณโลกเลิกเจียบเพียเสร็จหนูทำมันเอาอัดตำเบาต่อหาจมูกขลุ่นอันเมียนตำเบาไอโรคเพียซะตะเอาจมูกมาชนุดตำเบานะตำเบามันชื่อย่อชื่อตัวจ่าการตำเบาล้วนว่าอัดชื่อแต่ว่าย่อชื่อตัวจ่าเอาไปชื่อในมันก็ว่าโยได้ตัวลูกในรุ่นไอเจียเต้นตัวได้ลูกไอ้ก็ว่าสัตตะเครื่องเชียงไรแต่ปังกาตุกโตคล้วนไอ้เพราะนั้นเราเอาไทยราซาบสิ่งใดรอในชีวิตครูซาเอามูลตะกอนเลยนี่มือชีวิตในตีใบเราตั้งคล้วนเชียบเพียรเยียได้มันเชื่อจะรอพอยังไม่ครูซาตะเชียร์เขาจะมาตรับสมบัติ
ការងារត្រូវធ្វើព្រឹកទុកធ្វើដល់ល្ងាចការងារត្រូវធ្វើថ្ងៃនេះទុកឲ្យដល់ស្អែកខូចអស់បានទី4ត្រូវតាំងខ្លួនជាភរិយាដែលឧស្សាហ៍ព្យាយាមបំផុតការងារទាំងអស់ទី5ទទួលបដិសន្ធារៈរាក់ទាក់ចំពោះជនជាញាតិមិត្តខាងយើងក្តីប្តីក្តីឲ្យស្មោះស្ម័គ្រគ្នាញាតិមិត្តអញ្ចឹងគឺម៉ែយើងឪយើងបងប្អូនមីងមាញាតិគឺកាត់ប្តីគឺម៉ែក្មេកឪក្មេកបងប្អូននោះឯងត្រូវឲ្យស្មើគ្នាខ្លះអត់ទេរំអានតែសាច់ញាតិរបស់ខ្លួនមកម៉ែឪបង្កើតបងប្អូនមីងមាមកអូរស់រីអស់ពីចិត្តពីថ្លើមរាក់ទាក់ដល់ខាងប្តីមករាក់ទាក់ដែរបើឡើយក៏អត់ដូចគ្នាទេដល់អញ្ចឹងប្តីក៏ភ្នែកក៏នៅមើលឃើញតិចក៏នៅលឺដែរឃើញកាលតែម៉ែឪគេមកវាធ្វើម៉េចម៉ែឪឯងមកធ្វើម៉េចបើមិនស្មើទេប្តីអន់ចិត្តហើយត្រងល់ចិត្តហើយតែអន់ចិត្តអញនិយាយមិនចេញទៀតតែនិយាយទៅគ្នាឡើយតែថាឯងនេះម៉ែឪខ្ញុំមកនេះមិនសូវរាក់ទាក់រទេបើម៉ែឪឯងមករាក់ទាក់រនិយាយយកក៏ប្រពន្ធខាងបង្កើតចំនួនម៉ែប្តីអត់ធ្មត់អត់និយាយទេលេបតែម្នាក់ឯងតែនឹកឃើញរឿងនោះអត់សប្បាយចិត្តទេនិយាយវាមិនកើតអានឹងបុរាណលោកថាមួយទៀតនោះថាហាទៅក៏ស្លាក់ក៏ខណាឆ្អឹងខ្ជិះទៅក៏ស្លែងតែនិយាយខ្ជិះទៅដូចក្របស្លែងជារពុលស្ដោះទៅលើមេឃដល់ធ្លាក់មិនធ្លាក់កណ្ដាលដើមទ្រូងឯងទីវាមិនធ្លាក់ទៅនោះទេចំបែងអរ៉ានោះទៀតអូយមិនសប្បាយចិត្តនេះធ្វើឲ្យទឹកចិត្តប្តីថយការស្និទ្ធស្នាលដល់គ្នានេះវាថយចឹងតែនឹកឃើញរឿងហ្នឹងថយចាំបើយើងរាប់អានឲ្យស្មើគ្នាស្វាមីនឹងសប្បាយចិត្តធ្ងន់ចិត្តឲ្យស្វាមីមានភក្តីភាពយើងកាន់តែធ្ងន់ទុកចិត្តថាភរិយាអញពិតជាមេគ្រួសារដល់ផ្ដល់សេចក្តីសុខឲ្យភាគីទាំងពីរហ្នឹងនេះធ្វើសង្ឃៈធ្វើ5យ៉ាងប្រពុតថាហ្នឹងជាកូនសោសុភៈមែនគាត់សម្រាប់ជីវិតយើងទាំងពីរហ្នឹងធ្វើទាំង5យ៉ាងសុទ្ធតែកម្មការងារដែលយើងធ្វើដល់សង្គ្រោះដល់សង្គ្រោះគឺជួយគឺធ្វើអញ្ចឹងធ្វើទេសនាក្នុងកម្មវិធីរំលឹកខួបមង្គលអាពាហ៍ពិពាហ៍គម្រប់14ឆ្នាំនៃឯកឧត្តមសេនីយ៍ឯកឆែនសត្យានិងលោកជំទាវលេខស៊ីណាក្នុងឱកាសនេះក៏លំងគូសំតាមការនឹងវេលាហើយតែមុននឹងបញ្ចប់ធ្វើទេសនានឹងក៏សូមជូនពរសព្ទសាធុការដល់ឯកឧត្តមលោកជំទាវញោមញាតពុទ្ធបរិស័ទទាំងអស់ឲ្យចម្រើនលូតលាស់ដោយបញ្ញាស្ដាប់ធ្វើទេសនានឹងសូមឲ្យយល់អំពីពុទ្ធសាសនានឹងឲ្យច្បាស់លាស់គ្រប់គ្នាទាំងអស់ពុទ្ធសាសនាគឺត្រូវទីពឹងខ្លួនឯងគ្រប់ទាំងអស់សេចក្តីសុខសេចក្តីទុក្ខយ៉ាងណាគឺខ្លួនយើងអ្នកធ្វើបើយើងបានសេចក្តីសុខទៅសើខ្លួនយើងតែបានទេជាពិសេសគូស្វាមីភរិយាបើមានសេចក្តីទុក្ខកើតថាយើងនឹងឯងអ្នកដែលធ្វើសេចក្តីសុខមិនឲ្យកើតបានឲ្យមានសេចក្តីទុក្ខក៏ប្រោះតែខ្លួនយើងដែរនេះសម្រាប់ពុទ្ធសាសនាក៏ចូលធ្វើទេសនាក្នុងឱកាសនេះក៏សន្មតថាចប់តែប៉ុណ្ណេះឯងអេវ៉ាំង